បាទជំរាបសួរខ្ញុំបានឈ្មោះសួយវិរៈជាអគ្គនាយកក្រុមហ៊ុននិងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនវិរៈបន្ថំ Express ដែលក្រុមហ៊ុនផ្ដោតទៅលើសេវាកម្មចម្បងជាច្រើនដូចជាសេវាកម្មដឹកអ្នកដំណើរក្នុងនិងក្រៅប្រទេសសេវាកម្មដឹកជញ្ជូនទំនិញបញ្ញាឆាប់រហ័សក្នុងនិងក្រៅប្រទេសហើយក៏ជាសេវាកម្មដឹកជញ្ជូនផ្លូវអាកាសក្នុងពេលឆាប់ៗនេះផងដែរហើយក៏បានវិនិយោគទៅលើសេវាកម្មសណ្ឋាគារ resort និងបដិសេធកិច្ចហើយក្នុងពេលឆាប់ៗក៏យើងនឹងវិនិយោគវិស័យកសិកម្មនៅកម្ពុជាបញ្ហាប្រឈមធំបំផុតដែលខ្ញុំគិតថាជារដ្ឋធំសម្រាប់ដំណើរអាជីវកម្មគឺសម័យ Covid ព្រោះសម័យហ្នឹងគឺជាលើកដំបូងដែលវិរៈបន្ថំយើងបានបិទសេវាកម្មរបស់ខ្លួនរយៈពេល3ថ្ងៃដោយសារកំណើននៃបញ្ហាទំនិញពេលហ្នឹងគឺលើសលប់ពេកយើងអាចរាប់ថាស្ទើរតែ50ដងនៃបញ្ហាធម្មតាហើយកម្លាំងពលកម្មពេលហ្នឹងក៏យើងមានការខ្វះខាតហើយយើងបានដោះស្រាយបញ្ហានោះយ៉ាងរលូនហើយបង្កើតការទុកចិត្តដល់អតិថិជនមកដល់សប្តាហ៍នេះសម្រាប់ផែនការអនាគតគឺយើងនឹងពង្រឹងនៃសេវាកម្មនៅអាជីវកម្មដែលយើងមានស្រាប់ហើយនឹងពង្រីកនៅអាជីវកម្មបន្ថែមទៀតដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងការបង្កើននៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយើងក៏ដូចជាជួយផ្ដល់ការងារបន្ថែមជូនដល់ប្រជាពលរដ្ឋនិងសហគមន៍ក្នុងប្រទេសយើងបាទជាចុងក្រោយសូមអរគុណចំពោះកម្មវិធី Asian Prestige 50 Under 50 CEO Excellence Award 2025ដែលបានជ្រើសរើសខ្ញុំក្នុងការទទួលពានឆ្នើមនៅក្នុង2025នេះវាជាកម្លាំងចិត្តហើយក៏ដូចជាការជំរុញទឹកចិត្តក្នុងការបន្តសកម្មភាពអាជីវកម្មទៅមុខទៀតដើម្បីជួយដល់សេដ្ឋកិច្ចជាតិយើងនិងប្រជាជនយើងផងដែរ